បងប្អូនខ្ញុំមកនៅនេះចិនសោចខ្ញុំមកណាភ្នំនេះចុះអាប់បងប្អូនឃើញត្រជាក់ខ្លាំងហើយខ្ញុំពាក់អាវចឹងមកស្លៀកខោខ្លីចេះចិននៅកន្លែងលក់គាត់លាក់ឡើងកលុំហើយមានបរទេសចិនមួយចំនួនគាត់មកដែរហើយគាត់មើលមុខខ្ញុំហើយប្រពន្ធខ្ញុំទៅថាប្រពន្ធខ្ញុំក៏ស្លៀកសំពត់ខ្លីដែរគាត់អត់ដឹងថាវាធ្លាក់ដល់ក្រោម18អង្សាហើយកាយប្រាប់មកថា18អញ្ចឹងគាត់គិតថាបាច់ទេយកតែអាវមកសុកពីក្រៅបានតែចតែអត់ទេវាដក8និយាយឡើងចង់ចេញផ្សែងមិនចិន2 3គ្រប់ហើយដើរទៅហើយគាត់ហើយមើលមករបៀបនេះថាយើងឃើញបរទេសមកហើយខ្ញុំប៉ុណ្ណឹងនេះខោសួរថាល្ងាដែរល្ងាដែរដៃឡើងក្រហមតែឥឡូវយើងធូរទេបាទទិញកាហ្វេនៅកន្លែងនេះកន្លែងកាហ្វេគេលក់នេះកាហ្វេដាក់ផ្លែចង់ត្រជាក់វិញបាទនេះកន្លែងខាងប៉ូលីសឲ្យការដាក់ក្រហមចិនណាបាទចិនគេមើលខ្ញុំគ្រប់គ្នាដែរដើមទៀតណានេះអ្នកធូរ leader តែវាច្រើនដឹងអាពាក់ឃ្លុំមកចិត្តមកនេះមកអ៊ីមួយនៅខាងក្រោយខ្ញុំសូមអត់កើតថតកាមេរ៉ាមុខ